สียดายไม่ได้ต้องไม่เว้นเลยพี่คะหนูขอโบกบางนิดนะพี่នេះខ្ញុំគឺជាប្រជាពលរដ្ឋខ្មែរមួយរូបរួមទាំងក្រុមគ្រួសារដែលកំពុងស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការឈានពានរបស់យោធាថៃហើយនេះខ្ញុំសង្ឃឹមថាសម្លេងនេះនឹងរូបភាពផ្សេងៗអាចយកធ្វើជាភស្តុតាងដើម្បីឲ្យប្រទេសកម្ពុជាឆាប់ទទួលបានដំណោះស្រាយសន្តិភាពនិងយុត្តិធម៌ត្រឡប់មកវិញនេះខ្ញុំមានទីលំនៅស្ថិតនៅភូមិអូស្មាច់នៅក្នុងខេត្តរតនមានជ័យនេះក្រោយពេលបទឈប់បាញ់នៅថ្ងៃទី1ខែមករាឆ្នាំ2026នេះខ្ញុំនិងក្រុមគ្រួសាររួមទាំងប្រជាពលរដ្ឋដែលមានទីលំនៅនៅទីនោះក៏បានចូលទៅពិនិត្យនៅផ្ទះសម្បែងរបស់ខ្លួនស្របពេលនោះនេះខ្ញុំបានឃើញសភាពផ្ទះរបស់ខ្លួនគឺមានសភាពរញ៉េរញ៉ៃនិងត្រូវបានរងការបំផ្លាញពីយោធាថៃដោយសារយោធាថៃបានធ្វើការគាស់ផ្ទះរបស់ប្រជាពលរដ្ឋគ្រប់ផ្ទះដើម្បីចូលលួចប្រមូលយកទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋទាំងអស់នៅសល់តែសម្បកផ្ទះតែប៉ុណ្ណោះនេះខ្ញុំពិតជាមានភាពឈឺចាប់យ៉ាងក្រៃលែងដែលទទួលរងការឈានពានពីភាគីថៃបែបនេះស្របពេលជាមួយគ្នានេះដែរភាគីថៃក៏បានមកដល់ហើយដេញប្រជាពលរដ្ឋចេញពីលំនៅឋានរបស់ខ្លួនរួមទាំងមិនឲ្យប្រមូលអីវ៉ាន់ផ្សេងៗចេញទៀតផងនេះថ្ងៃបន្ទាប់ក្រុមគ្រួសារនេះខ្ញុំក៏ដូចជាប្រជាពលរដ្ឋផ្សេងៗក៏នៅតែព្យាយាមចូលទៅកាន់ទីលំនៅរបស់ខ្លួនបន្តទៀតដើម្បីប្រមូលយកទ្រព្យសម្បត្តិមានតម្លៃផ្សេងៗនេះពេលនោះភាគីថៃក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលជាស្ត្រីចូលតែប៉ុណ្ណោះគឺហាមមិនឲ្យប្រជាពលរដ្ឋដែលជាបុរសចូលនោះទេនេះខ្ញុំពិតជាមានភាពឈឺចាប់ណាស់នៅពេលដែលនាងខ្ញុំទទួលរងការរំលោភបំពានបែបនេះហើយមកទល់ពេលនេះភាគីថៃនៅតែបន្តចូលនឹងត្រៀមបំផ្លាញទ្រព្យសម្បត្តិឬក៏លួចទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋនៅលើទឹកដីកម្ពុជានេះខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាក៏ដូចជាពលរដ្ឋទាំងអស់ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការឈានពាននេះនឹងឆាប់ទទួលបានដំណោះស្រាយនិងភាពយុត្តិធម៌ត្រឡប់មកវិញសូមអរគុណ